សួស្តីដល់គ្នាក្នុងវីដេអូនេះយើងទៅកាត់រឿងចិនសម្រាប់មកខ្មែរដោយដាក់ស្លេក AI ដល់គ្នាសម្រាប់យើងប្រើប្រាស់ tool បកប្រែ script ចឹងណាអូខេជាដំបូងយើងត្រូវមានរឿងសិនអូខេចូល download រឿងមកដល់ពី Douyin ក៏បាន down ពី Red Note ឬក៏ Kaizu ក៏បានដែរអូខេយើងចុចប៊ូតុង share copy មកហើយយើងចុច search មក search ថាបើយើងដល់ពី Douyin យើង search ថា Douyin downloader មកបើ Kaizu យើង search Kaizu downloader មកវា website download ស្រួលៗទេអូខេតោះមកយើងចុចលេងលើគេហ្នឹងមកគេយើងផាលេងមិញអូខេបន្ទាប់ពីផាហើយវាចេញសញ្ញាពណ៌លឿងអញ្ចឹងមិនថាយើង download បានទេយើងដូរ website download វិញនេះយើងចូលអាក្រោមសាក់មើលអូខេបន្ទាប់មកយើងផាលេងមិញចូលមកហើយចុច download មកអូខេអានេះយើងអាច download បានយើងចុច download មកយកធ្វើ HD មកបានដែរឬក៏យើងចូលoriginal ក៏បានដែរ original វាខ្ទង់មួយ G ជាងដែរអូខេចុច download មកអូខេនេះវាចិត្តពេញហើយបានអូខេឥឡូវយើង download រឿងពេញហើយយើងទៅយក script ទាំងអស់គ្នាយើងបើក CapCut មកដើម្បីយើងយក script ចេញពីវីដេអូហ្នឹងហើយសម្រាប់អ្នកគ្នាអត់មានCapCut Pro ទេអ្នកគ្នាអាចប្រើ website នេះបាននេះTurbo Scrap នេះយើងដាក់វីដេអូចូលទៅដើម្បីយើងយក script ចឹងគ្រាន់តែវាអត់ទៅល្អដូចយើងយកពី CapCut អូខេយើងដាក់វីដេអូដែលយើង download មិញចូលមកគេទីតម្លាក់តោះមកយើងចុចយកកន្លែង caption នេះហើយយើងយករើសយកភាសាចិនហ្នឹងត្រូវហើយតោះមកយើងចុច generate មកអូខេដល់ generate បានហើយយើង export វាដំបូងវាចេញឲ្យ text វីដេអូដែលយើងធ្វើដោះវីដេអូហ្នឹងចោលហើយយើងយកតែ script បានពេលយើងបាន script ហើយយើងយកអា script ហ្នឹងទៅបកប្រែជាខ្មែរនេះនឹងចូលមក tool របស់ខ្ញុំមកហើយយើងតម្លាក់ script មិញចូលមកអូខេអស់មក script យើងមិញដូចជាឈ្មោះនេះពេលខាងក្រោមអូខេដាក់ចូលមកតោះនេះយើងមិនបាច់កែច្រើនទេយើងរើសប៉ុណ្ណឹងខ្ញុំដាក់ auto ប៉ុណ្ណឹងហើយយើងចុចតនាការមកអូខេឥឡូវវាបាន script មកហើយយើងត្រូវ copy script ហ្នឹងទៅបំលែងជាសលេងហើយយើងបំលែងជាសលេងនៅ website Voice Tool អាហ្នឹង free ទេអត់អស់លុយទេយើងអាចប្រើ free បានហើយវា generate unlimited អាហ្នឹងវាអត់អស់លុយហើយវាអត់មានកំណត់ថាបានទេគាត់ថាវាបាន 5000 ក្នុង script ម្ដងហ្នឹងណាគាត់ថានាទីយើងអាចបានដល់50នាទីអូខេយើងរើសភាសាខ្មែរមកអូខេយើងអត់ទៅកម្មនេះអូខេឃើញភាសាខ្មែរយើងរើសហើយរើសតួអង្គមកចង់បានស្រីយកស្រីចង់បានប្រុសយកប្រុសមកហើយនេះមិនបាច់ស្រីច្រើនទេយើងចុច generate មកទៅអូខេអានេះយើងចាំអា play ទៅវានឹងឲ្យបានជាសលេងឲ្យយើងហើយអូខេឥឡូវយើងបានសលេងហើយយើងចុច download មក download សលេងហ្នឹងចូលមកហើយយើងទៅបើក CapCut វិញតទៅមកអា script ចឹងហ្នឹងយើងលុបចោលទៅមិនបាច់ទុកវាទេអូខេហើយយើងតម្លាក់សលេងដែលយើង download មិញហ្នឹងតម្លាក់ចូលមកអូខេយើងអស់ឲ្យត្រូវនាទីវាមកអូខេយើងអាចចុចមើលបានអាហ្នឹងវាអត់អីទេអូខេសម្រាប់យើងចង់បានសលេងចេញពីរឿងហ្នឹងហ្មងដោយអត់ចប់សលេងតួអង្គទៅអីយើងចុចនេះកន្លែងseparate សលេងនេះយើងរើសយកដូចខ្ញុំហ្នឹងមកហើយយើងចុចតាមខ្ញុំហ្នឹងមកវានឹងលុបអាសលេងតួអង្គនិយាយហើយវាទុកតែសលេងភ្លេងទេអូខេឥឡូវវាបានសលេងភ្លេងចេញពីវីដេអូហ្នឹងហើយយើងកែសលេងកុំឲ្យវាលឺខ្លាំងពេកណាអាសលេងរឿងហ្នឹងយើងកែឲ្យលឺតិចមក
បើសិនជាវាលឺខ្លាំងពេកយើងធ្វើឲ្យបាត់អាសលេងសម្រាប់ AI របស់យើងអូខេបន្ទាប់ពីយើងកែសលេងអីហើយយើងដាក់ទំហំវីដេអូរបស់យើងមកបើយើងផុសលើ Facebook យើងយក 3.4 មកវាត្រូវទំហំស្អាតអូខេហើយយើងទាញវីដេអូហ្នឹងឲ្យវាធំតិចមកតោះមកយើងក្របអាអក្សរចិនខាងក្រោមហ្នឹងក្របដាច់ឲ្យអស់កុំឲ្យវាមានអក្សរចិនអញ្ចឹងណាតែចប់អក្សរចិនចូល copyright កិច្ចយ៉ាងលឿនតែត្រូវបេសាចចាប់បានគៀបនឹងអូសចូលពិភពខ្មៅងឹតតែនាងក៏ស៊ូរើម្រះបានទាត់ស្បែកជើងចោលហើយរត់រួចខ្លួនហូលីរត់ទៅបន្ទប់ទឹកម្ដាយកំពុងស្ដាប់ភ្លេងងូតទឹកគាត់មិនដឹងថាមានអ្វីកើតឡើងនៅខាងក្រៅអូខេឥឡូវវាបានហើយយើងអស់មើលមកថាវាមានចប់អក្សរចិនអត់ក្នុងមួយវីដេអូហ្នឹងអូខេបន្ទាប់ពីយើងពិនិត្យមើលហើយយើងដាក់ថេចមកដាក់ចំណងជើងរឿងរបស់យើងហ្នឹងចុះសិនអ្នកគ្នាចូលទៅដាក់ម៉ៃរ៉ូលើវីដេអូសិននេះថាយើងដាក់វីដេអូឲ្យបច្ចាទៀតទៅមកយើងអស់វាឲ្យពេញមកអាកន្លែងថេចហ្នឹងយើងដាក់ចំណងជើងរឿងសម្រាប់យើងយកទៅសេរីបន្ថែមអញ្ចឹងអូខេយើងវាយរឿងយើងមកអូខេបន្ទាប់ពីយើងដាក់អត្ថបទអូដាក់ចំណងជើងរួចហើយយើងដាក់ filter ម្ដងយើងរើសយក filter ណាមួយដែរមើលទៅវាស្អាតណាយើងតម្លាក់ចូលមកព្រោះ filter ហ្នឹងវាអាចជួយកាត់ copy ដែរលើវីដេអូបានគេដាក់ចឹងមកដាក់2ឬ3 filter មកវាអីទេគេយើងអស់មើលថាវាមានកន្លែងណាអត់ស្អាតអត់យើងកែទៅទោះកំហុសទាំងអស់លើខ្លួនឯងក្នុងពេលជាមួយគ្នានោះដែរ Eleven បានចូលដល់អូខេវាបានហើយយើងចុច export ចេញមកគេចុចខ្ញុំសុំ copy ចំណងជើងវាសិនដើម្បីដាក់លើចំណងជើងវីដេអូយើងគេអានេះយើងចុចអីអស់ហើយចុច export ចេញទៅអូខេឥឡូវវីដេអូយើងបានហើយអ្នកអាចយកទៅផុសបានវាអត់ចូល copyright អីទេអាហ្នឹងយើងផុសលើ Facebook អីបើលើ YouTube វាអាចចាប់អូខេវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបើអ្នកមានចង់អីអាច comment សួរក្រោមបាន